តើចិត្តដល់វេនប្រទេសចិនហើយឬដែលត្រូវជាប់លេខ1ពិភពលោកសប្តាហ៍ថ្ងៃប្រទេសចិនលេចមុខខ្លាំងជាងគេអនុភាពរបស់មហាយៈចិនកើនលឿននិងកើនខ្លាំងឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងលើវិស័យសេដ្ឋកិច្ចយោធានិងនយោបាយហើយបើសិនជាគ្មានឧបសគ្គអ្វីធំដុំទេនិងបើសិនជាគ្មានភាពចាយដន្យធ្ងន់ធ្ងរនៃប្រវត្តិសាស្ត្រទេមិនយូរមិនឆាប់ចិននឹងច្បាស់ក្លាយទៅជាមហាអំណាចពិភពលោកមួយពីមួយឆ្នាំទៅមួយឆ្នាំចិនពង្រឹងឲ្យទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិរឹងមាំខ្លាំងជាលំដាប់តាមរយៈការរៀបចំល្បែងអូឡ িম্প ិកនៅឆ្នាំ2008តាមរយៈការសម្ដែងរឹតរំលឹកខួប60ឆ្នាំនៃរបបកុម្មុយនីសនៅឆ្នាំ2009និងតាមរយៈការពិព័រណ៍សកលនៅទីក្រុងសៀងហៃឆ្នាំ2010ប្រទេសចិនបានបង្ហាញខ្លួនជាប្រទេសមហាអំណាចពិភពលោកជាមហាប្រទេសមួយដែលរកឃើញវិញនៅមហិទ្ធានុភាពដែលខ្លួនបានបាត់បង់តាំងពីពាក់កណ្ដាលសតវត្សទី19មកម្លេះតាំងពីខែវិច្ឆិកាឆ្នាំ2008មកចិនមិនត្រឹមតែមិនបានទទួលរងធ្ងន់ធ្ងរចំហាយអាក្រក់របស់វិបត្តិសេដ្ឋកិច្ចសកលតែប៉ុណ្ណោះទេតែថែមទាំងក្លាយទៅជាក្បាលម៉ាស៊ីនដែលអូសទាញសេដ្ឋកិច្ចពិភពលោកទាំងមូលថែមទៀតផងនឹងបានលេចត្រដែតឡើងកាន់តែលឿននិងកាន់តែច្បាស់ជាមហាអំណាចមួយប្រកែកមិនបានក្រៅពីបានវាយឈ្នះប្រទេសអាល្លឺម៉ង់ដោយបានក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ1ខាងនាំចេញទំនិញទៅក្រៅប្រទេសនិងក្រៅតែពីវាយឈ្នះប្រទេសជប៉ុនតែបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី2ប្រទេសចិនមាននៅក្នុងដៃបានរដ្ឋាភិបាលជាតិរបស់អាមេរិកគិតជាទឹកប្រាក់ប្រមាណជាង$80,000 លានអញ្ចឹងហើយបានជាចិនដែលចាយតិចនិងសម្បូរទៅដោយសញ្ជ័យធនក្លាយទៅជាម្ចាស់បំណុលរបស់សហរដ្ឋអាមេរិកដែលចាយធំទោះបីជាសេដ្ឋកិច្ចនៅអន់ជាងសេដ្ឋកិច្ចរបស់អាមេរិក3ដងក៏ដោយនៅក្នុងវិស័យយោធាវិញប្រាក់ចំណេញរបស់ប្រទេសចិនបានកើនឡើង5ដងក្នុងអំឡុងពេល10ឆ្នាំចុងក្រោយនេះកើនដល់ជិត$60,000 លាននៅក្នុងឆ្នាំ2010ចិនបាននឹងកំពុងបន្តកម្មវិធីរូបនីយកម្មនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំងនៃប្រព័ន្ធមីស៊ីលបាញ់បានឆ្ងាយនិងប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលទន្ទឹមនឹងនេះថ្នាក់ដឹកនាំចិនបាននឹងកំពុងបន្តខ្នះខ្នែងបញ្ចុះបញ្ចូលពិភពលោកឲ្យយល់ថាប្រទេសខ្លួនចង់លេចត្រដែតឡើងដោយសន្តិវិធីជាមហាអំណាចពិភពលោកនៅក្នុងន័យនេះចិនចូលរួមចំណែកកាន់តែសកម្មនៅក្នុងប្រតិបត្តិការរក្សាសន្តិសុខនៅក្នុងលោកបង្កើតបណ្ដាញវិទ្យាស្ថានខុងជឿនៅគ្រប់ជ្រុងជ្រោយនៃពិភពលោកដើម្បីផ្សព្វផ្សាយវប្បធម៌ចិននៅក្នុងន័យដូចគ្នាអញ្ចឹងដែរក្រោយពីបរាជ័យនៃជំនួបកម្ពុជាស្ដីអំពីអាកាសធាតុនៅទីក្រុងកូបេនហាកឆ្នាំ2009លោកប្រធានាធិបតីហ៊ូជីនតាវបានតុបតែងឡើងនៅយុទ្ធសាស្ត្រនយោបាយថ្មីមួយដែលមានភ្ជាប់មកជាលើកទី1បង្អស់នៅទស្សនវិស័យអន្តរជាតិតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយឯកសារនេះទីក្រុងប៉េកាំងចង់ឲ្យពិភពលោកយល់ថាចិនជាមហាអំណាចមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់បញ្ហាធំៗដែលពិភពលោកកំពុងជួបប្រទះរួមទាំងបញ្ហាអាកាសធាតុផងដែរមានឆន្ទៈលេចត្រដែតឡើងដោយសន្តិវិធីមែនពិតតែប្រទេសចិនមិនបណ្ដោយឲ្យមជ្ឈមលោកដឹកច្រមុះជាដាច់ខាតហើយក៏មិនទទួលដែរមេរៀនប្រជាធិបតេយ្យនិងមេរៀនសីលធម៌ពីសំណាក់បរទេសជាក់ស្ដែងនៅឆ្នាំ2010រដ្ឋអំណាចចិនបានកាត់ទោសឲ្យអ្នកជំទាស់នយោបាយលៀនស៊ីវវូជាប់គុក11ឆ្នាំទោះជាមានការរិះគន់និងការសុំលើកលែងទោសពីសំណាក់បណ្ដាមជ្ឈមប្រទេសក៏ដោយនៅឆ្នាំ2010ដែរជនជាតិអង់គ្លេសម្នាក់ដែលបានរត់ពន្ធគ្រឿងញៀនត្រូវបានរបបទីក្រុងប៉េកាំងប្រហារជីវិតចោលទោះបីជាមានការសុំឲ្យអធ្យាស្រ័យនិងក្រោយមកការដាក់សម្ពាធពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេស Gordon Brown ក៏ដោយដោយឡែកឋានៈដឹកនាំចិននិងបកកុម្មុយនីសចិនបន្តប្រឆាំងជានិច្ចនៅរាល់ទង្វើព្រមទាំងរាល់សេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិឬនៅលើឆាកតំបន់អាស៊ីឧទាហរណ៍ឋានៈដឹកនាំចិនមិនបានទទួលបដិសណ្ឋារកិច្ចសមរម្យល្អឡើយលោកប្រធានាធិបតីអូបាម៉ានាឱកាសទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំងឆ្នាំ2010នៅឆ្នាំ2010ដែរចិនក៏មិនព្រមថ្កោលទោសកូរ៉េខាងជើងដែលបានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូងនិងដែលបានវាយប្រហារទៅលើកោះមួយរបស់កូរ៉េខាងត្បូង
ហើយបែរជារិះគន់សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅក្បែរសមុទ្រលឿងទៅទៀតតាមមើលទៅការចេញមុខប្រឆាំងជានិច្ចនឹងសហរដ្ឋអាមេរិកបែបនេះមានគោលដៅពីរយ៉ាងម្យ៉ាងរដ្ឋអំណាចចិនចង់ឲ្យពួកអ្នកប្រឆាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកយល់ថាសូម្បីតែសហរដ្ឋអាមេរិកក៏មិនអាចជួយពួកគេបានដែរម្ល៉េះហើយគួរតែយល់ព្រមទទួលយកទៅនៅរបបទីផ្សារសេរីនិងបកនយោបាយតែមួយដែលកំពុងធ្វើឲ្យប្រទេសចិនលេចត្រដាតឡើងកាន់តែច្បាស់និងកាន់តែលឿនម្យ៉ាងទៀតរដ្ឋអំណាចចិនចង់ឲ្យពិភពលោកយល់ថាចិនមានមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចពិភពលោកទី1ជំនួសឲ្យសហរដ្ឋអាមេរិកដោយមិនយកគំរូមនោគមវិជ្ជានយោបាយនិងសេដ្ឋកិច្ចតាមប្រទេសនេះឡើយសេដ្ឋកិច្ចចិនខ្លាំងមែនតែមូលដ្ឋានរបស់វានៅផុយស្រួយនារយៈពេលពី15ទៅ20ឆ្នាំខាងមុខប្រទេសចិនទំនងជាអាចនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី1ក៏ប៉ុន្តែចូលកុំភ្លេចថានៅក្នុងទសវត្សរ៍ទី80គេក៏ធ្លាប់បានឮដែរថាប្រទេសជប៉ុនដែលកាលនោះកំពុងមានអានុភាពខ្លាំងក្លានៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យានិងហិរញ្ញវត្ថុនឹងអាចវាឈ្នះសហរដ្ឋអាមេរិកតែនៅទីបញ្ចប់ស្ថានភាពមិនអាចវិវត្តទៅមុខដោយការគ្រោងទុកឡើយសេដ្ឋកិច្ចចិនកំពុងមានថាមពលខ្លាំងមែនក៏ប៉ុន្តែវាមានលក្ខណៈផុយស្រួយជាច្រើនដែលនឹងអាចបង្អាក់ដំណើររបស់មហាយៈស៊ីមួយនេះក្នុងការឈានចាប់លក្ខន្តិកៈជាប្រទេសជាប់លេខ1នៅក្នុងពិភពលោកជាការពិតណាស់ដែលថាសេដ្ឋកិច្ចនៃប្រទេសចិនទំនងអាចនឹងបន្តកើនឡើងយ៉ាងឆាប់រហ័សដោយសារតែមហាយៈមួយនេះសម្បូរទៅដោយសញ្ជ័យធននិងសម្បូរទៅដោយពលករក៏ប៉ុន្តែមកទល់នៅពេលនេះសេដ្ឋកិច្ចចិនពឹងពាក់បរទេសខ្លាំងពេកបានន័យថាកំណើនខ្លាំងក្លានៃសេដ្ឋកិច្ចចិនជាលទ្ធផលបានមកពីការលក់ទំនិញទៅបរទេសមិនតែប៉ុណ្ណោះម៉ាស៊ីនបង្កបង្កើនផលរបស់ប្រទេសចិនប្រើប្រាស់ជាពិសេសបច្ចេកវិទ្យារបស់បរទេសរីឯវត្ថុធាតុដើមសឹងទាំងស្រុងជាពិសេសថាមពលគឺសុទ្ធសឹងតែត្រូវបានទិញពីបរទេសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនិងដឹកនាំប្រទេសឆ្ពោះទៅឈានចាប់យកលក្ខន្តិកៈជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី1បានទីក្រុងប៉េកាំងគ្មានជំរើសអ្វីក្រៅពីដោះស្រាយបញ្ហាទាំង3ខាងលើឲ្យទាន់ពេលវេលានោះទេវិបត្តិសេដ្ឋកិច្ចសកលដែលបានកាត់បន្ថយការបញ្ជាទិញពីបរទេសបានធ្វើឲ្យថ្នាក់ដឹកនាំចិនភ្ញាក់ខ្លួននិងងាកមកចាប់ផ្ដើមផ្ដល់សន្ទុះដល់ទីផ្សារផ្ទៃក្នុងដោយជំរុញឲ្យប្រជាជនចិនចាយលុយច្រើនជាងមុនដោយការទិញគ្រឿងឧបភោគបរិភោគច្រើនជាងមុនក៏ប៉ុន្តែនយោបាយសេដ្ឋកិច្ចថ្មីនេះត្រូវការពេលវេលាពីព្រោះត្រូវដំឡើងប្រាក់ខែឲ្យពលករបន្តិចម្ដងនិងត្រូវពង្រឹងប្រព័ន្ធធានារ៉ាប់រងសង្គមដើម្បីជួយយកអាសាអ្នកជំងឺនិងអ្នកគ្មានការងារធ្វើជនចាស់ជរានិងជនពិការបើពុំនោះទេប្រជាជនចិននៅតែមិនទុកចិត្តនៃអនាគតហើយបន្តសន្សំសំចៃលុយជាជាងការចាយវាយផ្ដេសផ្ដាស់ម្ល៉េះហើយចង់ឬមិនចង់សេដ្ឋកិច្ចចិននៅតែត្រូវការបន្តពឹងពាក់បរទេសជាច្រើនឆ្នាំតទៅមុខទៀតជាសេដ្ឋកិច្ចផុយស្រួយទន្ទឹមនឹងនេះនៅលើវិស័យឧស្សាហកម្មឋានៈដឹកនាំចិនក៏បាននឹងកំពុងបន្តប្រឹងប្រែងកាត់បន្ថយការពឹងពាក់លើបច្ចេកវិទ្យាបរទេសដែរគោលដៅគឺការបង្កើនឲ្យបាន 70% នៃបរិមាណនៃបច្ចេកវិទ្យាជាតិហើយកាត់បន្ថយឲ្យមកត្រឹមតែ 30% តែប៉ុណ្ណោះនៅបរិមាណបច្ចេកវិទ្យាបរទេសនៅឆ្នាំ2020យ៉ាងណាមិញកញ្ចប់ថវិកាសាធារណៈដែលរដ្ឋចិនបានចាយក្នុងមួយឆ្នាំសម្រាប់វិស័យស្រាវជ្រាវនិងអភិវឌ្ឍនៅមានទំហំតិចតួចស្ដួចស្ដាងណាស់គឺប្រមាណ 1.4% តែប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុបទល់នឹង 1.4% សម្រាប់ប្រទេសជប៉ុននិង 2.6% ជាមធ្យមភាគសម្រាប់បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនតែប៉ុណ្ណោះសូម្បីតែនៅលើវិស័យបច្ចេកវិទ្យាឈានមុខបណ្ដាក្រុមហ៊ុនចិនតិចណាស់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍជាមធ្យមភាគគឺមិនដល់ 4% ផងនៃទឹកប្រាក់ដែលបានមកពីកិច្ចការជំនួញទល់នឹង 38% សម្រាប់បណ្ដាប្រទេសអាមេរិកនិង 29% សម្រាប់បណ្ដាក្រុមហ៊ុនជប៉ុនម្ល៉េះហើយសេដ្ឋកិច្ចចិនត្រូវតែបន្តពឹងពាក់បច្ចេកវិទ្យាបរទេសច្រើនឆ្នាំតទៅមុខទៀតជាសេដ្ឋកិច្ចផុយស្រួយដោយឡែកសេដ្ឋកិច្ចចិនមានលក្ខណៈផុយស្រួយត្បិតល្មមវត្ថុធាតុដើមដោយត្រូវពឹងពាក់បរទេសជាប្រចាំជាអាចតាមរយៈការទិញថាមពលពីប្រទេសខាងក្រៅក្នុងមួយឆ្នាំប្រទេសចិនលេបត្របាក់
17.7% នៃថាមពលទាំងស្រុងដែលត្រូវការនិងប្រើប្រាស់ក្នុងលោកតួលេខនេះនឹងត្រូវកើនឡើងទ្វេដងនៅឆ្នាំ2030ដើម្បីធានានៅតម្រូវការថាមពលនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួនថ្នាក់ដឹកនាំចិនបាននឹងកំពុងបន្តអនុវត្តនៅអ្វីដែលគេហៅថាការទូតថាមពលនៅអាស៊ីនៅអាហ្វ្រិកនិងអាមេរិកខាងត្បូងមិនតែប៉ុណ្ណោះទីក្រុងប៉េកាំងក៏បាននឹងកំពុងបន្តបង្កើនការជីករករករ៉ែនៅក្នុងប្រទេសខ្លួនផងដែរនិងជាអាចនៅទីបេក្រៅពីបញ្ហាអំបាលម៉ាននៅខាងលើដែលអាចនឹងបង្អាក់កំណើនសេដ្ឋកិច្ចនៃប្រទេសឋានៈដឹកនាំចិនយល់ឃើញថាគម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រនិងវិបត្តិបរិស្ថានអាចនឹងគំរាមអំណាចរបស់បកកុម្មុយនីសនៅថ្ងៃណាមួយជាមិនខានជាការពិតណាស់ដែលថាការអភិវឌ្ឍលឿនរហ័សនៃសេដ្ឋកិច្ចចិនបានជួយកាត់បន្ថយមិនតិចទេភាពក្រីក្រនៅក្នុងប្រទេសតែវាក៏បានបង្កឲ្យមានវិសមភាពសង្គមនិងភាពលូតលាស់មិនស្មើគ្នានៅតាមតំបន់នានានៅក្នុងប្រទេសដែរនៅក្នុងគ្រានេះជាមធ្យមភាពប្រាក់ចំណូលរបស់អ្នកទីក្រុងមានទំហំច្រើនជាងប្រាក់ចំណូលរបស់អ្នកស្រុកស្រែចម្ការ2ដងយ៉ាងតិចប្រជាជនស្រុកស្រែចម្ការដែលតំណាង 55% នៃចំនួនប្រជាជនទាំងអស់ក្តាប់បានតែ 11% នៃទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះធ្ងន់ធ្ងរជាងនេះទៅទៀតគឺ 36% នៃប្រជាជនចិនបន្តរស់នៅក្នុងភាពក្រីក្រខ្លាំងហើយតួលេខនេះមិនថមថយតតែសោះឡើយតាំងពីឆ្នាំ1990មកទន្ទឹមនឹងនេះតំបន់ជិតឆ្នេរសមុទ្របន្តអភិវឌ្ឍលឿនមែនទែននាពេលដែលតំបន់ជាច្រើនចូលជ្រៅនៅក្នុងប្រទេសនៅតែមិនលូតលាស់សោះហើយនៅបន្តស្ថិតក្នុងភាពក្រីក្រដោយចំនួនដើមទៅទៀតក្រៅពីនេះវិបត្តិបរិស្ថានកំពុងយាយីសុខភាពសាធារណៈខ្លាំងឡើងឧស្សាហកម្មខ្នាតយក្សការប្រើប្រាស់ជ្រុលថាមពលធ្យូងថ្មនិងនគររូបនីយកម្មលឿនជ្រុលធ្វើឲ្យចិនក្លាយជាប្រទេសដែលបង្ហូរផ្សែងពុលច្រើនជាងគេនៅពិភពលោកសពថ្ងៃស្ទឹងនិងទន្លេបង្ហូរសុទ្ធតែទឹកកខ្វក់រីឯប្រជាជនតាមស្រុកស្រែចម្ការចំនួនជាង300លាននាក់គ្មានទឹកស្អាតប្រើប្រាស់អញ្ចឹងហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះតែមានបាតុកម្មនិងកោតកម្មតូចតាចកើតឡើងដែលសុទ្ធសឹងតែជាបាតុកម្មប្រឆាំងទៅនឹងវិបត្តិបរិស្ថានប្រឆាំងទៅនឹងចំណីអាហារមានជាតិពុលដែលប៉ះពាល់ដល់សុខភាពសាធារណៈប្រឆាំងទៅនឹងការរឹបអូសយកដីធ្លីព្រមទាំងប្រឆាំងទៅនឹងអំពើពុករលួយរបស់អាជ្ញាធរតំបន់ជាការពិតណាស់ដែលថាកោតកម្មនិងបាតុកម្មតូចតាចទាំងនេះមិនអាចគំរាមរដ្ឋអំណាចចិនបានទេនៅក្នុងពេលនេះក៏ប៉ុន្តែចំនួនច្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំនៃចលនាសង្គមបែបនេះសុទ្ធសឹងជាសញ្ញាអាសន្ននៃអស្ថិរភាពដ៏ធំមួយដែលនឹងអាចបង្អាក់ដំណើរបោះពុយឆ្ពោះទៅមុខនៃកំណើនសេដ្ឋកិច្ចជាតិបើសិនជាថ្នាក់ដឹកនាំចិនមិនប្រុងប្រយ័ត្ននិងមិនប្រញាប់ដោះស្រាយនោះទេមហាយៈចិននៅខ្វះស្មារតីទទួលខុសត្រូវលើឆាកអន្តរជាតិនៅក្នុងអភិក្រមនៃការពង្រីកឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិថ្នាក់ដឹកនាំចិនបានប្រឈមមុខកាន់តែខ្លាំងទៅនឹងជម្រើសពីរដ៏ពិបាកនៅម្ខាងទីក្រុងប៉េកាំងត្រូវការពារផលប្រយោជន៍របស់ប្រទេសជាតិតែនៅម្ខាងទៀតទីក្រុងប៉េកាំងដែលកំពុងក្លាយទៅជាមហាអំណាចពិភពលោកក៏ត្រូវគិតគូរដែរពីផលប្រយោជន៍អន្តរជាតិប្រទេសចិនដែលយកឥទ្ធិពលរបស់ខ្លួននៅអាស៊ីមកធ្វើជាឈ្នន់ជន់ឡើងក្រសោបយកលក្ខន្តិកៈជាមហាអំណាចពិភពលោកមានមធ្យោបាយពីរសំខាន់ដែលប្រទេសជប៉ុនពុំមាននោះគឺចិនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិហើយចិនក៏ជាមហាអំណាចនុយក្លេអ៊ែរដែរម្ល៉េះហើយនៅក្នុងនយោបាយការបរទេសរបស់ខ្លួនទីក្រុងប៉េកាំងដែលកំពុងបន្តលេចត្រដែតឡើងនៅលើឆាកអន្តរជាតិត្រូវតែអភិវឌ្ឍការផ្ដោះប្ដូរសេដ្ឋកិច្ចជាឧបតោភាគីហើយទន្ទឹមនឹងនេះត្រូវតែប្រឹងប្រែងជួយថែរក្សាស្ថិរភាពនៃប្រព័ន្ធអន្តរជាតិដែរគឺតាមរយៈការពង្រឹងលក្ខណៈពហុភាគីនិយមនិងពហុពលនៃពិភពលោកបច្ចុប្បន្ននៅក្នុងគោលបំណងនៃការការពារផលប្រយោជន៍របស់ប្រទេសជាតិការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសនីមួយៗនិងជាមួយទ្វីបនីមួយៗជាការមួយចាំបាច់បំផុតសម្រាប់ថ្នាក់ដឹកនាំចិនពីព្រោះការធ្វើដូច្នេះទីក្រុងប៉េកាំងអាចបន្តទិញពីបរទេសនៅវត្ថុធាតុដើមជាពិសេសថាមពលនិងពង្រឹងទីផ្សារនៅលើឆាកអន្តរជាតិសម្រាប់ផលិតផល Made in China
ដែលត្រូវលក់ចេញទៅក្រៅប្រទេសនៅត្រង់ចំណុចនេះការបង្កើតទំនាក់ទំនងរវាងចិននិងអាហ្វ្រិកនៅប៉ុន្មានឆ្នាំចុងក្រោយនេះជាឧទាហរណ៍ជាក់ស្ដែងទំហំនៃការផ្លាស់ប្ដូររវាងចិននិងអាហ្វ្រិកដែលជាទ្វីបសម្បូរទៅដោយធនធានធម្មជាតិបានកើនឡើង1 ជា 4ក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះដោយគិតជាទឹកប្រាក់បានដល់ទៅជា $10,000 លាននៅក្នុងឆ្នាំ2008នៅក្នុងន័យនេះនៅខែវិច្ឆិកាឆ្នាំ2006ជាលើកទី1បង្អស់ជំនួបកំពូលចិនអាហ្វ្រិកបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅក្នុងន័យដូចគ្នាដែរទ្វីបអាមេរិកខាងត្បូងបានក្លាយទៅជាដៃគូសេដ្ឋកិច្ចទី3របស់ប្រទេសចិនដោយទំហំនៃការផ្ដោះប្ដូរបានកើនដែលគិតជាទឹកប្រាក់ដល់ទៅ$14,000 លាននៅក្នុងឆ្នាំ2008នៅអាមេរិកខាងត្បូងចិនដាក់ទុនរកស៊ីទៅលើវិស័យរ៉ែនិងប្រេងកាតលក់សម្លៀកបំពាក់និងគ្រឿងអេឡិចត្រូនិកទៅឲ្យបណ្ដាប្រទេសអាមេរិកខាងត្បូងនិងទិញទំនិញទាំងនេះមកវិញនៅផលិតផលកសិកម្មនិងវត្ថុធាតុដើមអញ្ចឹងហើយបានជាតាំងពីឆ្នាំ2008មកចិនបានក្លាយទៅជាដៃគូសេដ្ឋកិច្ចទី1របស់ប្រទេសប្រេស៊ីលជំនួសឲ្យសហរដ្ឋអាមេរិកក៏ប៉ុន្តែការទូតឧបតោភាគីរបស់ចិននៅលើវិស័យសេដ្ឋកិច្ចនិងធម្មពលមិនស៊ីសង្វាក់គ្នាឡើយជាមួយនឹងស្មារតីទទួលខុសត្រូវរបស់ទីក្រុងប៉េកាំងនិងក្នុងនាមជាថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចឧទាហរណ៍នៅទ្វីបអាហ្វ្រិកចិនឲ្យអាទិភាពទៅលើតែប្រយោជន៍សេដ្ឋកិច្ចដែលខ្លួនទាញបានពីបណ្ដាប្រទេសដៃគូហើយមិនខ្ចីរវីរវល់សោះឡើយអំពីស្ថានភាពនយោបាយនៃប្រទេសទាំងនេះចិនដែលខ្លាចបរទេសជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួនចាំបាច់ត្រូវតែហាមខ្លួនឯងកុំជ្រៀតជ្រែកទៅក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសអាហ្វ្រិកនីមួយៗអញ្ចឹងហើយបានជារដ្ឋាភិបាលចិនចាំបាច់ត្រូវតែការពាររដ្ឋាភិបាលស៊ូដង់ក្នុងសំណុំរឿងដាហ្វ័រឲ្យរួចផុតពីការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិក៏ប៉ុន្តែការធ្វើដូច្នេះចិនមិនឲ្យតម្លៃខ្លួនឯងក្នុងនាមជាមហាអំណាចពិភពលោកដែលតាមធម្មតាត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ខ្លាំងជាងគេដូចគ្នានេះដែរនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកចិនពិបាកជ្រើសរើសរវាងការការពារផលប្រយោជន៍របស់ខ្លួននិងការទទួលខុសត្រូវរបស់ខ្លួនឲ្យសមជាមហាអំណាចពិភពលោកទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរពីព្រោះនៅម្ខាងចិនត្រូវការទីផ្សារសហរដ្ឋអាមេរិកនិងនៅម្ខាងទៀតអាមេរិកត្រូវការលុយច្រើនសន្ធឹកសន្ធាប់របស់ចិនដែលជាប្រទេសសម្បូរសញ្ជ័យធនសហរដ្ឋអាមេរិកអះអាងថានយោបាយរក្សាតម្លៃប្រាក់យ័ន្តឲ្យនៅថោកជ្រុលយ៉ាងតិច 20% ថោកជាងតម្លៃពិតប្រាកដរបស់វាបានបង្កឲ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ពីព្រោះការធ្វើដូចនេះដោយសារតែកម្លាំងពលកម្មនៅក្នុងប្រទេសចិនមានតម្លៃថោកឋានៈដឹកនាំទីក្រុងប៉េកាំងអាចលក់ផលិតផលទៅក្រៅប្រទេសក្នុងតម្លៃថោកមែនទែនម្ល៉េះហើយបានជាទាំងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចេះតែទាមទារឲ្យចិនដំឡើងប្រាក់យ័ន្តក៏ប៉ុន្តែត្រង់នេះថ្នាក់ដឹកនាំចិនក៏ពិបាកជ្រើសរើសដែរផលប្រយោជន៍របស់ជាតិតម្រូវឲ្យទីក្រុងប៉េកាំងបន្តបដិសេធមិនព្រមដំឡើងប្រាក់យ័ន្តទន្ទឹមនឹងនេះថ្នាក់ដឹកនាំចិនក៏ដឹងថានយោបាយរក្សាតម្លៃប្រាក់យ័ន្តឲ្យនៅថោកជ្រុលបែបនេះនឹងគំរាមស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិនិងធ្វើឲ្យការផ្ដោះប្ដូរពាណិជ្ជកម្មនៅលើឆាកអន្តរជាតិបាត់បង់តុល្យភាពយ៉ាងណាមិញក្នុងសំណុំរឿងប្រាក់យ័ន្តក៏ដូចក្នុងសំណុំរឿងអាកាសធាតុពិភពលោកកើនកម្ដៅដែរមកទល់ពេលនេះថ្នាក់ដឹកនាំចិនឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិខ្លាំងជ្រុលខ្លាំងជាងផលប្រយោជន៍អន្តរជាតិអញ្ចឹងហើយបានជាមជ្ឈមលោកជាទូទៅចាត់ទុកចិនជាប្រទេសឆ្មាំងឆ្មៃគ្មានស្មារតីទទួលខុសត្រូវមិនសមជាមាត្រព្រមទាំងទម្ងន់របស់ខ្លួននៅលើឆាកអន្តរជាតិទេការពិតទៅមិនអញ្ចឹងទាំងស្រុងនោះទេឋានៈដឹកនាំចិនយល់ណាស់ថាខ្លួនគ្មានជំរើសអ្វីក្រៅពីបង្កើនស្មារតីទទួលខុសត្រូវនៅចំពោះមុខពិភពលោកនៅពេលដែលប្រទេសរបស់ខ្លួនលេចត្រដែតឡើងកាន់តែច្បាស់នៅលើឆាកអន្តរជាតិក៏ប៉ុន្តែសម្រាប់ទីក្រុងប៉េកាំងនៅមានច្រើនណាស់បញ្ហាដែលខ្លួនដោះស្រាយជាអត្ថភាពដូចជាការកំណែទម្រង់សេដ្ឋកិច្ចនិងនយោបាយការកាត់បន្ថយវិសមភាពក្នុងសង្គមការបន្តរឹតបន្តឹងអនុត្តរភាពនៃប្រទេសក្នុងទ្វីបអាស៊ីដើម្បីនៅទីបំផុតក្លាយទៅជាមហាអំណាចក្នុងពិភពលោកដែលមានស្មារតីទទួលខុសត្រូវខ្ពស់ឋានៈដឹកនាំចិនក៏ដឹងទៀតថាការស្លាប់របស់គណៈបកកុម្មុយនីស
អាស្រ័យទាំងស្រុងទៅលើជ័យជំនះឬបរាជ័យនៃការអនុវត្តផែនការទាំងអស់នេះគ្រោះថ្នាក់ផ្ទៃក្នុងធំៗរបស់ប្រទេសចិនជាការពិតណាស់បើគេពិនិត្យមើលសង្គមចិនសពថ្ងៃឃើញថាគ្មានតតែសោះកម្លាំងប្រជាធិបតេយ្យណាមួយដែលអាចធ្វើឲ្យក្រឡាប់ចាក់ស៊ីជម្រៅស្ថានភាពនៃប្រទេសសពថ្ងៃប្រជាជនវណ្ណៈកណ្ដាលដែលអាចដឹកនាំចលនាបាតកម្មទាមទារសេរីភាពនយោបាយមានចំនួន80ទៅ100លាននាក់ក៏ប៉ុន្តែទោះបីជាវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេល3ឆ្នាំចុងក្រោយនេះធ្វើឲ្យជីវភាពពួកគេលំបាកជាងមុនក៏ដោយក៏ពួកអ្នកវណ្ណៈកណ្ដាលទាំងអស់នេះសុខចិត្តបន្តរក្សានិងការពារផលប្រយោជន៍របស់ពួកគេជាជាងចូលដៃជាមួយកម្មករឬកសិករឬពង្រឹងជំហរនយោបាយរបស់បកប្រឆាំងទាំងក្នុងប្រទេសនិងក្រៅប្រទេសម្ល៉េះហើយពិបាកនឹងរៀបចំមហាចលនាបាតកម្មណាមួយកើតឡើងណាស់ដើម្បីប្រឆាំងនឹងរដ្ឋអំណាចយ៉ាងណាក៏ដោយនៅប្រមាណឆ្នាំចុងក្រោយនេះតែងតែមានបាតកម្មនិងកោតកម្មតូចតាចច្រើនឡើងជាពិសេសនៅតាមមូលដ្ឋានគឺសុទ្ធសឹងតែជាបាតកម្មប្រឆាំងទៅនឹងការរឹបអូសយកដីធ្លីប្រឆាំងទៅនឹងអំពើពុករលួយរបស់អាជ្ញាធរតំបន់ឬក៏សាធារណៈជាក់ស្ដែងកាលពីខែកញ្ញាឆ្នាំ2011ប្រជាជនជាច្រើនរយនាក់បាននាំគ្នាវាយកំទេចប៉ុស្តិ៍ប៉ូលីសនិងរថយន្តជាច្រើនគ្រឿងនៅក្នុងខេត្តកងដុងនៅប៉ែកខាងត្បូងនៃប្រទេសគឺការផ្ទុះកំហឹងបង្កជាហិង្សាក្រោយពីអាជ្ញាធររឹបអូសដីធ្លីសមូហភាពយកទៅលក់ឲ្យក្រុមហ៊ុនឯកជនដោយមិនបានសួរយោបល់របស់ប្រជាជនចង់ឬមិនចង់ហានិភ័យសង្គមទាំងនេះអាចនឹងរីករាលដាលពីជនបទចូលដល់ទីក្រុងធំហើយមកគំរាមនៅទីបំផុតអំណាចរបស់បកកុម្មុយនីសនៅក្នុងបរិបទបែបនេះទីក្រុងប៉េកាំងយល់ឃើញថាត្រូវធ្វើយ៉ាងណាកុំឲ្យសេដ្ឋកិច្ចនៃប្រទេសដើរថយក្រោយនេះជាទង្វើចាំបាច់បំផុតពីព្រោះតាំងពីព្រឹត្តិការណ៍ទីលានធានអាមែនមករបបកុម្មុយនីសផ្ដាច់ការបានឆើតនិងល្អបានកាត់បន្ថយភាពក្រីក្រនិងបានធ្វើឲ្យប្រជាជនសប្បាយចិត្តក៏ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចដែរប្រជាពលរដ្ឋចិនគ្រប់រូបដឹងថាខ្លួនគ្មានសេរីភាពនយោបាយដឹងថារបបនយោបាយសពថ្ងៃជាអំណាចបន្តពូជពីព្រោះ 50% នៃសមាជិកការិយាល័យនយោបាយនៃបកកុម្មុយនីសសុទ្ធសឹងជាកូនចៅរបស់ថ្នាក់ដឹកនាំប្រជាពលរដ្ឋចិនគ្រប់រូបដឹងថាគ្មាននីតិរដ្ឋនៅក្នុងប្រទេសទេពីព្រោះនគរបាលនិងតុលាការអនុវត្តច្បាប់តាមបទបញ្ជារបស់អ្នកនយោបាយម្ល៉េះហើយដើម្បីបន្តគ្រប់គ្រងប្រទេសយូរអង្វែងតទៅទៀតបានដើម្បីឲ្យប្រជាជនបន្តជំនឿទៅលើបកកុម្មុយនីសថ្នាក់ដឹកនាំចិនគ្មានជំរើសអ្វីផ្សេងក្រៅពីបន្តអភិវឌ្ឍប្រទេសឡើយបើសិនជាសេដ្ឋកិច្ចឈប់បោះពុយទៅមុខរលូនល្អនៅថ្ងៃណាមួយបកកុម្មុយនីសចិននឹងត្រូវប្រឈមមុខទៅនឹងបញ្ហាដែលចោទឡើងរួចម្ដងទៅហើយកាលពី20ឆ្នាំមុននោះគឺលក្ខណៈមិនស្របច្បាប់និងមិនប្រជាធិបតេយ្យនៃរដ្ឋអំណាចរាល់បញ្ហាសេដ្ឋកិច្ចនិងលក្ខណៈធ្ងន់ធ្ងរនឹងច្បាស់ជាបង្កមានមហាបាតុកម្មដែលនឹងអាចក្លាយទៅជាការទាមទារសេរីភាពនយោបាយដោយកាលពីឆ្នាំ1989នៅទីលានធានអាមែនមហាបាតុកម្មជាយថាហេតុទៀតសោតមហាបាតុកម្មជាយថាហេតុនោះទៀតសោតនឹងអាចក្លាយទៅជាការបះបោរប្រឆាំងទៅនឹងថ្នាក់ដឹកនាំដោយទៅនឹងពិភពអារ៉ាប់នៅឆ្នាំ2011បើសិនជារដ្ឋអំណាចក្តាប់ប្រព័ន្ធអ៊ីនធឺណិតមិនបានជាប់ល្អនៅឆ្នាំ2010ក្រសួងសន្តិសុខសាធារណៈចិនបានអះអាងថាការអភិវឌ្ឍលឿនរហ័សនៃអ៊ីនធឺណិតកំពុងបង្កនូវហានិភ័យដ៏ធ្ងន់ធ្ងរមួយសម្រាប់ការរក្សាស្ថិរភាពនៅក្នុងប្រទេសក្រសួងដដែលបានបន្ថែមទៀតថាការបង្កើតនៅប្រព័ន្ធសន្តិសុខដ៏ធំមួយសម្រាប់ត្រួតពិនិត្យអ៊ីនធឺណិតគឺជាការចាំបាច់បំផុតនៅក្នុងន័យនេះអាជ្ញាធរចិនមិនអែអង្ឡើយការប្រកាសពង្រឹងត្រួតពិនិត្យទៅលើអ៊ីនធឺណិតកាលពីខែតុលាឆ្នាំ2011តាមរយៈសេចក្តីថ្លែងការណ៍មួយទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាពីអំណេះតទៅបណ្ដាញសង្គមនិងសារទាក់ទងគ្នានៅក្នុងប្រព័ន្ធអ៊ីនធឺណិតសុទ្ធតែស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង Microblog នេះហើយគឺជាផ្ទាំងស៊ីបដ៏សំខាន់ជាងគេរបស់រដ្ឋាភិបាលចិនពីព្រោះស្រដៀងគ្នាទៅនឹង Twitter Microblog ទាំងអស់នេះនឹងកំពុងបន្តក្លាយទៅជាវេទិកាមួយប្រកបទៅដោយគ្រោះថ្នាក់សម្រាប់ទីក្រុងប៉េកាំង
តាំងពីមានចលនាបដិវត្តន៍ពិភពអារ៉ាប់និងតាំងពីមានគ្រោះថ្នាក់ភ្លុករថយន្តលឿនលឿនបំផុតនៅប្រទេសចិនកាលពីខែកក្កដាឆ្នាំ2011មកសាររាប់រយសន្លឹកបានរិះគន់រដ្ឋាភិបាលបានបង្ហោះតាម Microblog អ្វីដែលអាជ្ញាធរចិនចង់ទប់ស្កាត់គឺការប្រើប្រាស់អ៊ីនធឺណិតដើម្បីផ្ដួចផ្ដើមគំនិតកែនគ្នាបះបោរដូចនៅទុយនេស៊ីនិងអេស៊ីបអ្វីដែលអាជ្ញាធរចិនចង់ខ្លំមើលគឺខ្លឹមសារនៃសារអេឡិចត្រូនិកត្បិតក្នុងគ្រាបច្ចុប្បន្នអ្នកប្រើប្រាស់ Microblog ដែលមានចំនួនរហូតដល់190លាននាក់ផ្សព្វផ្សាយពាក្យចចាមអារាមព័ត៌មានមិនពិតនិងសារឃោសនាក្នុងគោលដៅនិយាយសំអុយថ្នាក់ដឹកនាំឬបង្កចលនាក្នុងសង្គមនៅក្នុងន័យនេះអាជ្ញាធរចាប់ខ្លួនអ្នកប្រើប្រាស់ Microblog ជាច្រើនអ្នកក្នុងនោះរួមមានជានិស្សិតម្នាក់នៅខេត្តយូណានដែលបានបង្ហោះព័ត៌មានមិនពិតស្ដីអំពីឃាតកម្មមួយដែលខ្លួនបានប្រឌិតឡើងទាំងស្រុងទន្ទឹមនឹងនេះនៅថ្ងៃទី26ខែតុលាឆ្នាំ2011អាជ្ញាធរជាតិគ្រប់គ្រងវិទ្យុទូរទស្សន៍និងភាពយន្តបានចេញផ្សព្វផ្សាយសេចក្តីណែនាំមួយបញ្ជាឲ្យទូរទស្សន៍ទាំង34ដែលផ្សព្វផ្សាយតាមបណ្ដាញផ្កាយរណបកាត់បន្ថយកម្មវិធី Reality TV និងកម្មវិធីកម្សាន្តណាដែលប៉ះពាល់ដល់ប្រពៃណីនិងធ្វើឲ្យខូចតម្លៃជាសារវ័ននៃមនោគមវិជ្ជាសង្គមនិយមអាជ្ញាធរជាតិចង់ឲ្យទូរទស្សន៍ជួយលើកតម្កើងកម្រិតសីលធម៌របស់ប្រជាពលរដ្ឋកុំឲ្យឃើញតែលុយនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេកបទបញ្ជានេះមិនមែនធ្លាក់មកដោយចៃដន្យទេពីព្រោះកន្លងមកសង្គមចិនទាំងមូលបានតក់ស្លុតខ្លាំងនៅចំពោះមុខរូបភាពវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយបន្តគ្នាតាមរយៈអ៊ីនធឺណិតគឺជារូបភាពនៃក្មេងស្រីម្នាក់ដែលបានត្រូវរថយន្តបុកដូលនិងកាន់ពីលើឡានបានបើកបរទៅបាត់រីឯមនុស្សម្នាវិញបានដើរធ្វើប្រងើយនិងមិនបានចាប់អារម្មណ៍សោះឡើយទៅលើក្មេងស្រីនោះដែលនៅដេកច្រងាងកណ្ដាលផ្លូវវិធានការទាំងអស់នេះដោយតែរកការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយកំពុងពេញនិយមនោះគឺអ៊ីនធឺណិតនិងទូរទស្សន៍ស្ដែងឲ្យឃើញនៅក្តីព្រួយបារម្ភរបស់ទីក្រុងប៉េកាំងដែលបានទាញមេរៀនពីរយ៉ាងគឺបដិវត្តន៍នៅក្នុងពិភពអារ៉ាប់ទី1គឺក្តាប់អ៊ីនធឺណិតមិនជាប់ទេហានិភ័យសង្គមនិងហានិភ័យនយោបាយនឹងកើតឡើងរីឯទី2វិញគឺដល់ពេលហើយដែលត្រូវពង្រឹងតម្លៃសីលធម៌និងសាមគ្គីធម៌ដើម្បីប្រឈមមុខទៅនឹងអតន្តៈបុគ្គលនិយមដើម្បីបង្ការការបាក់បែកព្រះសាមនៃសង្គមចិនជាមហាអំណាចពិភពលោកមួយដោយប្រកែកមិនបានការមួយដែលប្រកែកមិនបានគឺមិនយូរមិនឆាប់ចិននឹងក្លាយទៅជាមហាអំណាចធំជាងគេបង្អស់នៅពិភពលោកដោយសារតែកត្តាសត្យានុភាពមួយចំនួនទី1គឺចំនួនច្រើនសន្ធឹកសន្ធាប់នៃប្រជាជនទី2គឺម៉ាស៊ីនសេដ្ឋកិច្ចដែលបន្តខ្ជាក់ចេញនៅកំណើនច្រើនដល់លើលប់ទី3គឺសន្ទុះលឿនរហ័សនៃបច្ចេកវិទ្យាបានន័យថាចិនមិនមែនគ្រាន់តែជាផលិតផលរបស់របរកំពេចកំពុកដូចមុនទេតែក៏ចេះធ្វើរថយន្តរទេះភ្លើងល្បឿនលឿននិងយន្តហោះព្រមទាំងយានអវកាសទី4គឺឥទ្ធិពលយោធាជាមួយនឹងការកើនឡើងនៃលំដាប់នៃប្រាក់ចំណាយសម្រាប់វិស័យការពារជាតិនិងទី5គឺការដាំក្បាលអស់រឹតនិងខ្សោយទៅរបស់មជ្ឈមលោកទាំងអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ប៉ុន្តែការព្យាករណ៍ឃើញបែបនេះការព្យាករណ៍ជាការពិតដែរដោយហេតុតែច្រើនណាស់ភាពចៃដន្យនៃប្រវត្តិសាស្ត្រក្នុងចំណោមចៃដន្យនៃប្រវត្តិសាស្ត្រដែលអាចបង្អាក់ដំណើរបោះពុយឆ្ពោះទៅមុខនៃមហាយចិនឃើញមានជាអាចគ្រោះថ្នាក់ផ្ទៃក្នុងធំមួយចំនួនដូចជាហានិភ័យសង្គមនិងនយោបាយការទាមទារផ្ដាច់ទឹកដីឬការទាមទារឯករាជ្យពីសំណាក់តៃវ៉ាន់ទីបេនិងស៊ីនជាងក៏ប៉ុន្តែគ្រោះថ្នាក់ធំជាងគេសម្រាប់របបកុម្មុយនីសចិនក្នុងរយៈកាលខ្លីគឺអ៊ីនធឺណិតដែលប្រជាជនជិត500លាននាក់កំពុងប្រើប្រាស់នៅក្នុងឆ្នាំ2011ដោយឡែកទន្ទឹមគ្នានឹងការលិចត្រដែតឡើងនៃប្រទេសរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោកឋានៈដឹកនាំចិនមានមហិច្ឆតាកាន់តែធំជាពិសេសនៅអាស៊ីជាក់ស្ដែងទីក្រុងប៉េកាំងកំពុងបន្តពង្រឹងកងទ័ពជើងទឹករបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិកពង្រឹងដែនអំណាចរបស់ខ្លួនទៅកាន់តែឆ្ងាយក្នុងដែនសមុទ្រនៅប៉ែកខាងត្បូងប៉ែកអាគ្នេយ៍និងប៉ែកខាងកើតនៃប្រទេសខ្លួន
គឺមហិច្ឆតារបស់ចិននេះហើយដែលកំពុងបណ្ដាលឲ្យបណ្ដាប្រទេសអាស៊ីមួយចំនួនព្រួយបារម្ភជប៉ុនព្រួយបារម្ភត្បិតចិនបន្តទាមទារយកទៅវិញនៅទីប្រជុំកោះ Senkaku ដែលជប៉ុនកាន់កាប់តាំងពីឆ្នាំ 1895 មកម្ល៉េះវៀតណាមនិងហ្វីលីពីនកំពុងព្រួយបារម្ភត្បិតកំពុងមានជម្លោះជាមួយចិនជុំវិញទីប្រជុំកោះ Paracel និង Spratly នៅក្នុងសមុទ្រចិនប៉ែកខាងត្បូងនៅក្នុងបរិបទនេះហើយដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តងាកមកពង្រឹងនិងពង្រីកវត្តមានយោធាភូមិសាស្ត្រនយោបាយនិងការទូតនៅអាស៊ីប៉ាស៊ីហ្វិកដែរនៅក្នុងឆ្នាំ 2011 អាមេរិកបានបង្កើតតួនាទីរបស់ខ្លួនក្នុងវេទិកាអាស៊ានបានក្លាយទៅជាសមាជិកនឹងជំនួបកំពូលអាស៊ីបូព៌ានិងបានសម្រេចដាក់មូលដ្ឋានកងទ័ពនៅលើប្រទេសអូស្ត្រាលីមិនតែប៉ុណ្ណោះអាមេរិកគ្រោងថានឹងប្រើប្រាស់ប្រទេសសង្ហបុរីនិងហ្វីលីពីនជាទីចំណតនៃនាវាចម្បាំងរបស់ខ្លួនថែមទៀតផងជាការពិតណាស់ដែលថាដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនជាពិសេសគឺដោយសារតែមានវត្តមាននៅក្នុងតំបន់របស់មហាយៈចិននិងរបស់សហរដ្ឋអាមេរិកអាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយទៅជាសសរទ្រូងនៃភូមិសាស្ត្រនយោបាយពិភពលោកនៅដើមទសវត្សរ៍ទី21នេះក៏ប៉ុន្តែទន្ទឹមនឹងនេះអាស៊ីប៉ាស៊ីហ្វិកក៏កំពុងក្លាយទៅជាតំបន់ក្តៅគគុកជាងគេបង្អស់មួយដែរនៅក្នុងលោកសព្វថ្ងៃដោយហេតុតែអធិការដែលបានកើតឡើងរវាងចិននិងសហរដ្ឋអាមេរិកសម្រាប់អ្នកសង្កេតការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកនៃប្រទេសមហាអំណាចទាំងពីរអាចនឹងផ្ទុះឡើងគ្រប់ពេលវេលាទោះជាមិនបានមានចេតនាក៏ដោយចៃដន្យដែរមូលហេតុមានច្រើនយ៉ាងមួយយ៉ាងគឺមកពីចលនាកាន់តែមមាញឹកនៃកងទ័ពរបស់អាមេរិកនិងរបស់ចិននៅក្នុងដែនដីតែមួយម្យ៉ាងទៀតគឺមកពីអំពីការខ្វែងផលប្រយោជន៍គ្នាកាន់តែធំរវាងមហាអំណាចទាំងពីរជាឧទាហរណ៍ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនិងចំនួនទឹកដីនៅសមុទ្រចិនរវាងប្រទេសចិននិងបណ្ដាប្រទេសមិត្តរបស់អាមេរិកឬរវាងប្រទេសចិននិងបណ្ដាប្រទេសអាស៊ីដែលអាមេរិកគ្រប់គ្រងរីឯម្យ៉ាងចុងក្រោយគឺមកពីសហរដ្ឋអាមេរិកនិងចិនគ្មានចក្ខុនិមិត្តរួមគ្នាទេនៅចំពោះមុខច្បាប់នាវាចរសហរដ្ឋអាមេរិកអះអាងថាកងទ័ពជើងទឹករបស់ខ្លួនមានសិទ្ធិធ្វើចរាចរណ៍ទៅលើដែនដីអន្តរជាតិនិងនៅលើដែនដីដែលគេចាត់ទុកថាជារបស់អន្តរជាតិរីឯសម្រាប់ប្រទេសចិនវិញកងទ័ពអាមេរិកគ្មានសិទ្ធិទេចូលមកក្នុងដែនដីនៃទីជម្លោះរវាងចិននិងបណ្ដាប្រទេសដទៃផ្សេងទៀតមិនតែប៉ុណ្ណោះចិនមិនសុខចិត្តឲ្យមានឡើយសមយុទ្ធផ្សេងដែលប្រព្រឹត្តទៅនៅជិតព្រំដែនគោកឬព្រំដែនទឹកជាមួយប្រទេសខ្លួនដោយដែលអាមេរិកតែងតែរៀបរៀងរាល់ឆ្នាំជាមួយកូរ៉េខាងត្បូងនិយាយជារួមចិនបានក្លាយទៅជាមហាអំណាចពិភពលោកហើយអ្វីក៏ដោយជាចង្អុលឲ្យឃើញថាចិនក្លាយជាមហាអំណាចពិភពលោកសេដ្ឋកិច្ចទី1និងនៅទីបំផុតទៅជាមហាអំណាចទី1ទៀតទាំងនយោបាយនិងយោធាគេក៏ត្រូវទទួលស្គាល់ដែរជាជំនះដ៏ធំធេងនៃការទូតដែលមិនត្រឹមតែអាស៊ីនោះទេតែនៅអាហ្វ្រិកនិងអាមេរិកខាងត្បូងថែមទៀតផងជ័យជំនះការទូតនេះបានមកពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំចិនតែវាជាលទ្ធផលដែលបានមកពីបរាជ័យនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកជាពិសេសក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bush ក៏ប៉ុន្តែចាប់ពីឥឡូវនេះតទៅអ្វីក៏អាចស្រួលដូចមុនទៀតដែរពីព្រោះសហរដ្ឋអាមេរិកចង់ខ្ទប់ឥទ្ធិពលរបស់ចិនជាពិសេសនៅអាស៊ីប៉ាស៊ីហ្វិកអ្វីក៏អាចនឹងស្រួលដូចមុនដែរពីព្រោះបណ្ដាប្រទេសអាស៊ីច្រើនឡើងចាប់ផ្ដើមផិតភ័យនៅចំពោះមុខមហិច្ឆតាស្រេកឃ្លានទឹកដីរបស់ប្រទេសចិន